គុណជាអ្វីពិភពគុណគឺជាពិភពមួយដែលរកស្មានមិនត្រូវមនុស្សនឹកក្នុងពិភពគុណមិនអាចបញ្ជាលើខ្លួនឯងបានបកសុរិយាចន្ទ្រាមានអំណាចខ្លាំងក្លាមេបកយិនអ៊ូស៊ីងខ្លាំងពូកែរកស្មានមិនដល់ក្នុងចំណោមបកត្រឹមត្រូវភ្នំសុងសានភ្នំថៃសានភ្នំហឹងសានភ្នំហួរសានដើម្បីប្រឆាំងជាមួយនឹងបកសុរិយាចន្ទ្រាបានចងសម្ព័ន្ធមិត្តជាមួយនឹងបកភ្នំទាំង5គឺជាបង្គោលដ៏សំខាន់ក្នុងចំណោមបកត្រឹមត្រូវអំឡុងពេលរាប់រយឆ្នាំប្រយុទ្ធគ្នាមិនឈប់មិនឈរជាមួយនឹងបកសុរិយាចន្ទ្រាស្លាប់នឹងរបួសទាំងសងមានគំនុំខ្លាំងក្លាដោយប្រមាណភូមិនៅខាងមុខចឹងសុទ្ធតែស្លាប់ទាំងអស់គ្នាកំប៉ះពណ៌សាសបិសប្រយ័ត្នមានជាតិពុលបើបិសានេះសាហាវពើពុលណាស់ធ្វើដៃខូខើណាស់អ្នកមោតាសៈសិស្សច្បងទាំងអស់គ្នាតាំងពីចេញពីព្រំដែនអ៊ីមីនឆ្លងកាត់ភូមិ3ស្រុក4កន្លែងដែលយើងទៅដល់អត់មាននរណារស់ទេបញ្ជាក់ពីសភាពពឹសពុលរបស់បកបិសាចពឹងទៅលើបកត្រឹមត្រូវនៅក្នុងពិភពគុណរបស់យើងសហការគ្នាដល់ចិត្តស្មោះពួកបកបិសាចដល់ថ្ងៃសាហើយទាំងអស់គ្នាលើនេះពួកយើងវាយលុកភ្នំឈើខ្មៅត្រូវតែបង្ហូរឈាមនៅភ្នំឈើខ្មៅកំចាត់ពួកបិសាចចោលឲ្យអស់ទាមទារយុត្តិធម៌ឲ្យអ្នកស្លាប់ទាំងអស់នេះខ្ញុំទាំង5ត្រូវតែបិសាចត្រូវតែចាញ់កំចាត់បិសាចបោះសម្អាតបិសាចសាច់ច្បងជូបើតាមគំនិតរបស់ខ្ញុំអ្នកភូមិទាំងអស់នេះដូចជាស្លាប់ដោយសារតែអសន្នរោគមិនមែនលោកស្រីនិយាយនេះបានន័យថាម៉េចចង់និយាយថាខ្ញុំមិនបានចែកខុសត្រូវឬមួយក៏មានចិត្តអាណិតពួកបិសាចចង់ជួយដោះសារឲ្យពួកបិសាចទាំងអស់នោះពួកបិសាចនៅលើភ្នំឈើខ្មៅសុទ្ធតែជាមនុស្សឈួតចិត្តពួកគេសម្លាប់មនុស្សផ្ដេសផ្ដាស់បាក់ភ្នំទាំង5យើងតាំងពីខាងកើតរហូតដល់ខាងលិចគឺចង់កម្ចាត់បិសាចឲ្យបានមិនអាចមានចំណងថាចង់បានរួចខ្លួនទេហើយក៏មិនអាចឲ្យមានមនុស្សបំផ្លាញកេរ្តិ៍ឈ្មោះរបស់យើងដែរសិស្សច្បងជួកុំខឹងអីលើនេះកំចាត់ភ្នំឈើខ្មៅបាក់ហួរសានជើងប្រយុទ្ធស្លាប់រស់យើងមានគំនុំជាមួយបាក់បិសាចមិននឹងអាចអាណិតគេទៅសិស្សបងខ្ញុំនិយាយមិនបានគិតបើមានការប៉ះទង្គិចអ្វីឲ្យយកពូឈិនខ្ញុំសុំទោសផងចុះសង្ឃឹមថាសិស្សច្បងជួចិត្តទូលាយអធិស្ឋានផងតោះយើងទៅខ្ញុំអត់មាននិយាយខុសទេហេតុអីបានជាបងទៅសុំទោសគេសិស្សបងមិនក៏មិនមើលស្ថានភាពឥឡូវនេះមើលយើងត្រូវទុកកិច្ចការជាធំណាកិច្ចការធំហ៎រឿងនេះមានអីតាក់ទងជាមួយកិច្ចការធំបើសិនជារឿងអសន្នរោគក៏អាចទម្លាក់កំហុសថាបកបិសាចសម្រាប់មនុស្សនោះអញ្ចឹងមនុស្សក្នុងបកត្រឹមត្រូវយើងនិងបកបិសាចមានអីខុសគ្នាសាច់បងនៅក្នុងចិត្តអូនគឺជាសភាពបរិសុទ្ធជាងគេបំផុតបងប្រាប់អូនមកមើលពាក្យថាកិត្តគូដល់កិច្ចការធំគឺមិនបែងចែកខុសត្រូវបញ្ច្រាស់សក់ខ្មៅមែនទេសិស្សបងលើកនេះបាក់ភ្នំទាំង5សហការកំចាត់បិសាចគឺជារឿងធំធេងរីឯគឺជារឿងអសន្នរោគឬក៏មិនមែនគឺគ្រាន់តែជារឿងតូចតាចយើងត្រូវតែប្រៀបធៀបចិត្តគ្នាផងទៅប៉ុន្តែកំចាត់ពួកបិសាចទាំងអស់នោះបើនៅតែនិយាយបែបនេះទៀតគឺប្រកាសជាខុសហើយមិនខ្លាយទៅជាលោកតង់ជួយឆ្កែចចកទៅហើយទេម្យ៉ាងទៀតកំចាត់បិសាចលើកនេះគឺតាក់ទងដល់ការជ្រើសរើសមេបកសម្ព័ន្ធថ្មី10ឆ្នាំម្ដងទៀតផងកុំនិយាយច្រើនអីត្រូវតែមើលថាអ្នកណាជាអ្នកមានវិជ្ជាគុណខ្លាំងពេលនេះគឺជួលឹកឆាងគឺមិនប្រៀបលើគេទាំងស្រុងអូនចាំបាច់ធ្វើឲ្យគេខឹងធ្វើស្អីទៅនាំតែមានបញ្ហានោះទេអញ្ចឹងតាមសម្ដីរបស់បងយើងគួរតែបណ្ដោយតាមគេទាំងអស់នេះគឺយុត្តិធម៌ហ៎កាលពីមុននៅពេលដែលភ្នំទាំង5ចងសម្ព័ន្ធគឺបកស៊ូសានយើងក្បាច់ដាវគឺលេខ1ប៉ុន្តែពេលនោះគឺក្នុងមេបកគឺបាយជាមានសង្គ្រាមផ្ទៃក្នុងរវាងក្បាច់គុណទៅវិញការកាប់សម្លាប់ក្នុងពេលមួយជុំលើភ្នំអេនីបានធ្វើឲ្យបាត់បង់ពួករៀមច្បងដែលជាអ្នកខ្លាំងទាំង30នាក់ក្បាច់ដាវពិតមែនតើរលាយបាត់ដូចជាផ្សែងប៉ុន្តែខាងកម្លាំងធាតុគឺបាត់បង់មនុស្សជាច្រើនដែរនៅទើបបណ្ដាលឲ្យតម្លៃរបស់យើងធ្លាក់ចុះត្រូវមេបកសងសានដណ្ដើមយកបាត់ឥឡូវនេះគឺមានតែតតាំងនឹងធ្វើចិត្តអត់ធ្មត់ដើម្បីពង្រឹងបករបស់យើងមកវិញតែប៉ុណ្ណោះនោះទេថ្ងៃណាមួយស្ថានភាពប្រកាសជាត្រឡប់មកខាងយើងវិញដល់ពេលនោះអូនត្រូវតែធ្វើឲ្យបានតាមអក្សរមួយតែប៉ុណ្ណោះគឺអ្វីទៅគឺអត់ធ្មត់
រឿងតូចមិនទ្រាំខូចការធំតង់ហ្វាំងពូប៉ៃសូមជម្រាបមេប៉ាអ្នកយកការនៅខាងមុខបានឲ្យប្រៀបនាំសារមកថាប៉ាក់ភ្នំទាំង5មកវាយលុកភ្នំឈើខ្មៅកំពុងតែក្អេងក្អាងនៅជើងព្រំរីឯប៉ាក់របស់ភ្នំទាំង5គឺដល់អាណត្តិហើយពួកយើងត្រូវទៅទៅរបៀបម៉េចឡើងភ្នំឈើខ្មៅពិបាកដូចជាឡើងលើមេឃកុំថាពួកកប៉ិចកប៉ុកទាំងនេះរកភ្លើងមិនឃើញទោះជាសំណាងល្អបានឡើងទៅដល់លើភ្នំក៏រកសេចក្តីស្លាប់ដល់ខ្លួនឯងលោកប្អូនតុងហ្វាមិនចាំបាច់រវល់នឹងគេនោះទេកិច្ចការនៅក្នុងប៉ាក់បើយើងបានប្រគល់ឲ្យលោកទៅហើយលោកគ្រាន់តែផ្ដាំប៉ាក់មេឃីធរណីប្រពីនៅផ្គរលន់ឲ្យយាមប្រាស់ឡើងលើភ្នំឲ្យតឹងតែងទៅគឺបានហើយប៉ុន្តែពួកមនុស្សក្នុងប៉ាក់ត្រឹមត្រូវទាំងអស់នេះនាំគ្នាមកបំពេញយើងបើប៉ាក់យើងមិនសួរមិននាំផ្សព្វផ្សាយទៅខាងក្រៅមិនធ្វើឲ្យអ្នកក្នុងពិភពគុណសាយចំអកទៅហើយខ្ញុំបានធ្វើការសម្រេចហើយមិនក៏លោកចាំបាច់សំយំម្លេះពេលនេះខ្ញុំកំពុងតែសមាធិហាត់គុណកុំមករំខានខ្ញុំទៀតទៅកញ្ចរងកញ្ចាស់នេះ3ខែមុនស្រាប់តែសមាធិហាត់គុណបែងចែកក្នុងប៉ាក់ឲ្យខ្ញុំនិងសៀងអូនធានជាអ្នកគ្រប់គ្រងមើលតាមស្ថានភាពថ្ងៃនេះគឺមិនមែនសមាធិហាត់គុណស្អីទេគឺដូចជាមានជំងឺប្រចាំកាយទៅវិញលោកតុងហ្វាងលោកមិនអីទេអូមិនបានប្រយ័ត្នក៏រអិលដួលលោកត្រូវតែប្រយ័ត្នខ្លួនណាយកអាហារមកជូនមេប៉ាក់ទៀតហើយត្រូវហើយគាត់ខំជួបខ្ញុំរយៈពេល3ខែហើយខ្ញុំមិនដឹងថាក្រៅពីយកអាហារមកជូនគាត់នៅអាចធ្វើអ្វីដើម្បីគាត់ទៀតទេប៉ុន្តែបាយម្ហូបដែលខ្ញុំចម្អិនឲ្យគាត់រាល់លើកគាត់ហូបតិចតួចណាស់មានពេលខ្លះសូម្បីតែប៉ះក៏គាត់មិនប៉ះដែរមិនដឹងថាវិជាគុណរបស់គាត់ស្អីទេធ្វើឲ្យគេបាយមិននឹកទឹកមិនស្រែងបានតែបែបនេះទៀតសុខភាពគាត់មិនអាចទ្រទ្រង់បានទេទាញធ្នូហើយអត់មានព្រួញត្រឡប់ក្រោយទេមកខ្ញុំបានហៅគេឲ្យផ្សព្វផ្សាយដំណឹងនាំឲ្យប៉ាក់ព្រមទាំង5មកហើយនោះយើងต้องឲ្យយិនអុយស៊ីងឯងនេះរួញក្បាលមិនព្រមចាញ់មកមិននឹងកើតទេគឺមានតែយកប្រពន្ធនឹងកូនស្រីឯងមកដាក់អុកមួយចំហៀនផ្សេងទៀតហើយលោកស្រីមិនបាច់បារម្ភទេវិជាគុណរបស់លោកមេប៉ាក់ខ្លាំងពូកែណាស់សុខភាពក៏មាំមួនដូចជានេះដែរបាននិយាយពីរឿងបារម្ភខ្ញុំបារម្ភពីម្ហូបនេះទៅវិញទេថ្វីដៃរបស់លោកស្រីទោះបីជាចុងភៅរាជវាំងក៏មិនអាចប្រៀបបានដែរបាត់ថ្ងៃណាក៏មិនព្រមញ៉ាំនោះគឺពិតជាគួរឲ្យស្ដាយណាស់អញ្ចឹងបានជាគេនិយាយថាលោកពូកែធ្វើឲ្យស្រីសប្បាយចិត្តណាស់ខ្ញុំមិននឹងអាចល្អដូចជាពាក្យលោកនិយាយទេខ្ញុំគ្រាន់តែធ្វើម្ហូបធម្មតាទិញទួចនិងនំនែកទិញទួចតែប៉ុណ្ណោះទេលោកស្រីដាក់ខ្លួនពេកហើយកាលពីមុនខ្ញុំនាំអ៊ីងចេញទៅដើរលេងអ៊ីងចេះតែនិយាយថាចង់ញ៉ាំនំផ្កាតែប៉ារូដែលលោកស្រីធ្វើប៉ុន្មានថ្ងៃនេះប៉ាក់ភ្នំទាំង5ក្អេងក្អាងនៅជើងភ្នំឈើខ្មៅខ្ញុំមិនទាន់បានទៅមើលអ៊ីងផងតើកូននោះសុខសប្បាយចិត្តទេរយៈពេលនេះគឺគ្រុនផ្ដាសាយប៉ុន្តែមិនអីទេគ្រាន់តែចេះតែនិយាយថាចង់ឲ្យពុកចង់ឲ្យពូតុងហ្វាងជូនគេចេញទៅដើរលេងលោកមិនប៉ាក់សមាធិមើលទៅអត់មានអ្នកណាជូនពនាងតូចនេះចេញទៅដើរលេងទេគាត់ជូនពូតុងហ្វាងពូប៉ែរបស់គេថ្ងៃនេះមានពេលទំនេរអាចកំដៅគេឡើងលើភ្នំបែបផ្លែឈើបានលើលោកជូននិយាយថារយៈពេលនេះប៉ាក់ភ្នំទាំង5បង្ករឿងខ្លាំងណាស់មិនអីទេពួកមនុស្សប៉ាក់ត្រឹមត្រូវទាំងអស់នេះខ្លាំងបានតែមកតែប៉ុណ្ណោះមិនអាចបង្កឲ្យមានរឿងធំដុំនោះទេមិនអីទេលោកស្រីនាំខ្ញុំទៅជួបអ៊ីងទៅសូមជម្រាបលោកស្រីអ្នកនាងតូចត្រូវគេចាប់បាត់ហើយថាម៉េចមិនបាត់ចេញចាស់ពួកខ្ញុំកំពុងតែយកថ្នាំឲ្យអ្នកនាងផឹកមិននឹកស្មានថាមានជនបិទមុខ3អ្នកផ្លោះចូលតាមអង្អួចចាប់អ្នកនាងតែបាត់តែម្ដងមើលទៅពណ៌ខោអាវនិងអាវុធគួរតែជាមនុស្សនៅប៉ាក់សងសាននិងប៉ាក់ថៃសានជាអ្នកធ្វើប៉ាក់ភ្នំទាំង5ហ៎លោកស្រីខ្ញុំតែជម្រាបលោកមេប៉ាក់ឥឡូវនេះបន្ទាប់មកនាំគ្នាចាប់ពីភ្នំទៅជួយសង្គ្រោះអ្នកនាងចរិតរបស់លោកមេប៉ាក់ខ្ញុំដឹងហើយតាំងពីដើមមកនិយាយយ៉ាងម៉េចគឺអញ្ចឹងបើព្រោះតែរឿងនេះធ្វើឲ្យខកខានចង់ជួយអ៊ីងគឺពិបាកណាស់ខ្ញុំទៅមុនហើយលោកស្រីស្រីល្ងងខ្លាំងនេះគឺតរកសេះក្តីសាប់តាពិបាកបន្តដែរនៅលើលោកនេះមានម្ដាយអាណាដែលមិនស្រឡាញ់កូនរបស់ខ្លួនឯងនោះបងប្អូនសូមគោរពលោកមេប៉ារងនាំអ្នកនាងចិនទៅនៅឲ្យស្រួលបួល
កុំឲ្យមានគ្រោះថ្នាក់អីសោះក្នុងពេលពីយាមលោកមេប៉ាប្រកាសជាចុះពីភ្នំជើងខ្លាំងក្នុងប៉ាប្រកាសជាចេញអស់ពីសម្បុកដល់ពេលនោះចាំពួកលោកនាំគ្នាធ្វើតាមផែនការកុំឲ្យខកខានអីសោះទទួលបញ្ជាកន្លែងនេះសុទ្ធតែកំពូលភ្នំចោតណាស់មើលទៅរអិលចង់ឡើងលើភ្នំពិបាកជាងឡើងលើមេឃទៅទៀតជ្រឹងខ្លាំងណាស់លំពេងខ្សែទ្ររបស់សិស្សច្បងមកចុងលំពេងគឺធ្វើពីដៃត្រជាក់ណាឥឡូវនេះក៏ចាក់មកជុំមិនដឹងថាមនុស្សបាក់បិសាចចេញចូលដល់របៀបម៉េចនោះទេត្រង់មិនបានប្រមាណខែទេបើនំអត់ពេលអត់ប្រយោជន៍បែបនេះមិនមែនជាមជ្ឈបាយត្រូវធ្វើយ៉ាងម៉េចទៅគឺជាមនុស្សបសុរិយាចន្ទ្រាបើមែនតើយ៉ាងម៉េចពួកលោកដែលជាបកភ្នំទាំង5ថាខ្លួនឯងជាបកត្រឹមត្រូវមិននឹកស្មានថាបើជាមានទង្វើថោកទាបបែបនេះប្រើល្បិចលួចលាក់ធ្វើបាបក្មេងម្នាក់យ៉ាងម៉េចចង់មកធ្វើបាបស្ត្រីម្នាក់ទៀតទេមនុស្សក្នុងបកត្រឹមត្រូវគឺអញ្ចឹងមែនទេយូរដែរហើយតែចិត្តមិនស្ងប់នៅខ្វល់នៅចង់ជួបមុខមិនដាច់អាឡ័យភ្លេចខ្លួនថាខ្លាចជាមនុស្សអងដំឡៃភ្លេចខ្លួនថារាល់ថ្ងៃគេមានអ្នកក្បែរខ្ញុំមិនជាព្រះទេមិននិយាយពីធម៌មេត្តាឬក៏ជំនឿហេតុផលអ្វីទេឲ្យតែមនុស្សក្នុងបសុរិយាចន្ទ្រាមិនថាក្មេងឬក៏ចាស់គឺថានៅក្នុងបរិយាកាសសម្លាប់បានទាំងអស់លៀងប្រាប់យើងពីផ្លូវឡើងភ្នំឈើខ្មៅមកប្រហែលអ្នកតាសាគេជាមនុស្សប្រុសបែរជាទៅធ្វើបាបស្រីមួយវងចាំមែនហើយខ្ញុំមិនដឹងថាអ្នកណាជាអ្នកចាប់កូនចៅរបស់នាងទេប៉ុន្តែខ្ញុំដឹងថាឥឡូវនេះជីវិតរបស់នាងនៅក្នុងដៃរបស់ខ្ញុំឡើងភ្នំឈើខ្មៅទៅតាមផ្លូវនាងអាចមិននិយាយបានតែខ្ញុំមានជួបបាយ100គ្រុឌអាចធ្វើនាងហាប់បើមិនជារិះសាទេយូរកន្លងអូននឹងបងស្រឡាញ់គ្នាពេលវេលារួមពងយើងដល់ត្រឹមនឹងហើយចិត្តយើងក៏បានដឹងថាបន្តទៀតលែងបានផ្លូវបំបែកចែកបេះដូងយើងទាំងពីរវិញ្ញាទីទឹកភ្នែកស្រង់ទុកមិនបានចិត្តយ៉ាងណាក៏ឃ្លាតប្រាណមិនបានមើលថែគ្នាដូចមុនឡើយធ្វើមិនដេញទៅចិត្តញញីបំភ្លេចបងធ្វើមិនដេញទៅបែងដងបានធូរស្បើយធ្វើមិនដេញបើគ្រប់យ៉ាងនៅជាស្រមោលទឹកភ្នែកនៅតែឲ្យយើងយំនឹកគ្នាចំភ្លេចមកគឺអូនត្រូវស្រឡាញ់គេយកគ្រប់គេនាងជាអ្នកណាបាច់បាត់ជា
មានថ្នាំរស័ព្ទតាមខ្យល់របស់បកសូរិយាចន្ទ្រានាងកុំយល់ច្រឡំខ្ញុំមិនមែនជាមនុស្សក្នុងបកបិសាចទេថ្នាំសម្ដំនេះគឺជាជ័យលាភីរបស់ខ្ញុំអំបាញ់មិញតានាងច្រៀងចម្រៀងអីហ្នឹងពីរោះណាស់គឺបងដែលជាដូនតាបកសូរិយាចន្ទ្រាយើងជាអ្នកតាក់តែងខ្ញុំចេះចម្រៀងតាំងពីតូចមកនាងជាទេមិនយូរប្រមាណពួកមនុស្សដែលមានរូបរាងត្រឹមត្រូវដូចជាពួកនាងនេះគឺត្រូវស្លាប់នៅកន្លែងនេះនាងទៅចុះនាងចង់លេងខ្ញុំហ៎ខ្ញុំក៏ជាមនុស្សធ្វើជាម្ដាយគេដែរខ្ញុំជឿពីអារម្មណ៍របស់នាងឆាប់រត់ទៅថ្នាំសម្ដំនេះចំពោះអ្នកខ្លាំងបាក់ទាំង5គឺមិនសូវមានប្រសិទ្ធភាពទេបើមិនទៅគឺយឺតពេលហើយពួកនាងពិតជាមិនបានចាប់កូនរបស់ខ្ញុំមែនទេពួកខ្ញុំនៅជើងភ្នំរកផ្លូវមិនឃើញមិននឹងអាចឡើងភ្នំចាប់កូនរបស់នាងបានទេបើពិតជាអាចឡើងភ្នំឈរខ្មៅបានមែនមិននឹងគ្រាន់តែទៅចាប់កូនរបស់នាងតែម្នាក់ទេនាងគិតមើលទៅគឺគួរតែយល់ហើយអរគុណនៅមានទៀតបើសិនជាលើកក្រោយជួបនាងនៅក្នុងបកបិសាចនាងមិនបាច់មេត្តាដល់ខ្ញុំទេហើយខ្ញុំក៏មិនអាចទន់ដែរសាច់បងសើបងពិតជាខ្ជិលខ្ជឿនណាអូនប្រាថ្នាសម្ដំរបស់បកបិសាចមិននឹងកើតបើសិនជាបិសាចបាញ់មិញនោះសម្រាប់ពួកយើងវិញតែគិតយ៉ាងម៉េចមិនត្រូវគេកាប់សម្លាប់តាមចិត្តទៅហើយទេម្យ៉ាងទៀតរឿងនេះបើសិនជាស្រីបិសាចរត់បាត់ហើយស្រីបិសាចរត់បាត់ហើយពីបងឲ្យស្រីបិសាចរត់បាត់ហើយស្រីបិសាចរត់បាត់ហើយសាច់បងបងណែត្រូវចាំណារឿងតូចមិនទ្រាំឃើញការធំសាច់បងជាតើមើលរកកាលនោះប្រយ័ត្នណាសាច់បងជួអាមាញ់មានមនុស្សបាក់បិសាចមកលួចវាយឆ្មក់គេប្រាថ្នាសម្ដំបណ្ដាជួយរំដោះស្រីបិសាចនឹងបណ្ដាសូម្បីតែខ្ញុំក៏ចាញ់គេដែរជប់ស្មានតែហើយពួកលោកចុះពីលើព្រំធ្វើអីពួកខ្ញុំស្ដាប់ឮសំឡេងពន់ជួយរបស់លោកស្រីពេលនេះលោកស្រីប្រកាសជាមានគ្រោះថ្នាក់ខ្ញុំនាំមនុស្សប្រមាណអ្នកទៅជួយគាត់លោកស្រីសំខាន់ហើយតែភ្នំឈើខ្មៅកាន់តែសំខាន់ពួកលោកចុះពីលើព្រំផ្ដេសផ្ដាស់បើសិនជាឲ្យប៉ាក់ភ្នំទាំង5អាចឆ្លៀតរកាបាននោះអញ្ចឹងប៉ាក់សុតយ៉ាចន្ទ្រាយើងមិនវីវោហើយហ៎ប៉ុន្តែមេប៉ារងនេះពេលនេះលោកស្រីមានគ្រោះថ្នាក់បើពួកខ្ញុំមិនទៅជួយសង្គ្រោះគាត់ទេបើសិនជាចាំនេះគឺដើម្បីរឿងនេះរឿងរបស់លោកស្រីប្រកល់ឲ្យខ្ញុំចុះពួកលោកឆាប់ត្រឡប់ទៅវិញកុំឲ្យខកខានទទួលជួយលោកមេប៉ារងពួកខ្ញុំនិយាយហើយលោកប្អូនតង់ហ្វាងយើងចាញ់បោកគេហើយអីមិនត្រូវហេតុអីលោកស្រីពិតជាល្ងងណាស់ភ្នំឈើខ្មៅការពារតាំងតែងអ៊ីងមិននឹងត្រូវគេចាប់ទៅដល់ងាយស្រួលយ៉ាងនេះទេខ្ញុំប្រាប់លោកស្រីតាមត្រង់ចុះសង្គ្រាមរវាងយិនអ៊ុលស៊ីននិងប៉ាក់ភ្នំទាំង5នេះខ្ញុំបានយកចិត្តទុកដាក់រៀបចំគម្រោងការរយៈហើយខ្ញុំទុកឲ្យគេរុញក្បាលមិនចេញមកមិននឹងកើតលោកស្រីសុំទោសលោកមេប៉ានាងយិនត្រូវគេចាប់តែបាត់ហើយចំណែកលោកស្រីចង់ទៅជួយកូនស្រីក៏ត្រូវប៉ាក់ភ្នំទាំង5សម្រាប់ដែរកន្លែងនេះហើយនឹងកន្លែងនេះទៀតពួកយើងសុទ្ធតែរងមិនឃើញទេបើនៅទៅរកផ្លូវឡើងភ្នំមិនឃើញទៀតយើងត្រូវតែយាមនៅកន្លែងឆ្លងកាត់របស់ភ្នំឈើខ្មៅខ្ញុំមិនជឿថាមនុស្សប៉ាក់បិសាចអាចនៅលើភ្នំនោះអស់មួយជីវិតនោះទេ
យើងដូចស៊ីមកដល់ហើយយើងឮថាពួកឯងដែលជាបកត្រឹមត្រូវនេះចង់កំចាត់បកសូរិយាចន្ទ្រាយើងផងអញ្ចឹងត្រូវតែសំអាងលើសមត្ថភាពពិតអញ្ចឹងពួកឯងសម្លាប់ស្រីចាប់កូនក្មេងមានស្អីជាបកត្រឹមត្រូវទៅលោកកុំនិយាយផ្ដេសផ្ដាស់ពួកខ្ញុំអត់មានចាប់កូនក្មេងស្អីទេហើយក៏អត់មានសម្លាប់ស្រីម្នាក់នោះដែរយឺតពេលហើយថ្ងៃនេះយើងត្រូវតែឲ្យស្គាល់សាច់ស្នៀតរបស់បកភ្នំទាំង5បើសិនជាចឹងមែនលោកមេប៉ាយិនជួយណែនាំផងចុះចង់ឲ្យខ្ញុំសាកល្បងវិជាគុណបកកម្ពុជារបស់លោកមេប៉ាយិនចុះក្លាហានមីងដូនជីទាំងពីរខ្ញុំសម្រាប់មនុស្សអស់ជាច្រើនតែមិនដែលធ្លាប់សម្រាប់ស្រីទេចាំខ្ញុំសាកល្បងវិជាគុណជាមួយនឹងលោកមេប៉ាជួហើយចាំឲ្យកូនសិស្សស្រីរបស់ខ្ញុំមកប្រយុទ្ធជាមួយអ្នកទាំង3ចុះពួកកំតកកុហកក្នុងពេលនេះអីលោកមេប៉ាជួអញ្ជើញពីវ៉ាហើយយុទ្ធសាស្ត្រស្រុកផ្កាយបើនៅតែបែបនេះទៀតមិនដល់ពេលតែមកពេញផងខ្ញុំប្រកាសជាត្រូវអបិសាចនេះយកកម្លាំងធាតុខ្ញុំអស់ហើយហ៊ានប្រកួតកម្លាំងធាតុជាមួយយើងផងអើយពីវ៉ាហើយមិនក៏កម្លាំងធាតុរបស់ខ្ញុំស្ទះនៅក្នុងសរសៃលែងស្ដាប់បញ្ជាហើយហើយកម្លាំងធាតុរបស់លោកមេប៉ាជួពិតជាមិនធម្មតាមែនខ្ញុំសូមសរសើរឥឡូវនេះមានតែបញ្ញាប់ឡើងលើភ្នំជាបារបួសហើយចាំចាត់មនុស្សស្វែងរកអ៊ីងចំណែកគំនុំរបស់សៀនស៊ីងជាម្ដងអាសន្នត្រូវតែអត់ធ្មត់សិនថ្ងៃនេះបកសូរិយាចន្ទ្រាយើងមានព្រៀបខាងពេលវេលានឹងទីតាំងនឹងមនុស្សបើសិនជាកំចាត់ពួកឯងចោលថ្ងៃក្រោយផ្សព្វផ្សាយចេញទៅក្រៅអ្នកក្នុងពិភពគុណស្មានថាយើងធ្វើបាបពួកឯងយើងទុកឱកាសឲ្យពួកឯងម្ដងទៀតឲ្យពួកឯងត្រឡប់ទៅវិញទៅសម្រេចក្តីប្រាថ្នាដែលមិនទាន់បានសម្រេចសិនទៅមួយខែក្រោយយើងនឹងដឹកនាំកូនចៅ 30000 នាក់ឆ្លងកាត់នៅភូមិភាគកណ្ដាលឆ្លងកាត់ភ្នំមួយកំចាត់បកមួយដើម្បីសែនប្រពន្ធកូនរបស់យើងបើសិនជាដល់ពេលនោះបកភ្នំទាំង5របស់ឯងនៅមានមនុស្សម្នាក់នៅរស់ចាត់ទុកថាអត្តកោយិនយើងនេះអត់មានសុវត្ថិភាពតើយើងលោកមេប៉ាជួសំណាងឲ្យមានលោកបើមិនចឹងទៀតនោះប៉ាទាំង5របស់យើងប្រកាសជាត្រូវឲ្យកញ្ចានេះសម្លាប់ចោលទាំងអស់ហើយអំបញ្ញវិជាគុណរបស់មេបិសាចនោះពួកយើងមើលឃើញហើយពេលនេះចង់កំចាត់បកបិសាចគឺជារឿងដែលមិនអាចទេដូច្នេះខ្ញុំឲ្យយោបល់អ្នកទាំងអស់គ្នាត្រូវសាមគ្គីគ្នាបង្កើតសម្ព័ន្ធភ្នំទាំង5ធ្វើអញ្ចឹងទៅអាចទប់ទល់នឹងការវាយប្រហាររបស់បកបិសាចមួយខែក្រោយអាចប្រយុទ្ធស្លាប់រស់ជាមួយពួកគេបានគំនិតនេះល្អណាស់មេប៉ាទាំង5រួមចិត្តមានកម្លាំងខ្លាំងក្លាឲ្យតែបកភ្នំទាំង5យើងរួមសាមគ្គីគ្នាមុននឹងក្រោយគង់តែអាចកំចាត់បិសាចនោះបានទេប៉ុន្តែដំណៃសម្ព័ន្ធមេប៉ាភ្នំទាំង5នោះក្នុងចំណោមពួកយើងប្រមាណអ្នកមានតែលោកមេប៉ាជួនោះទេវិជាគុណខ្លាំងពូកែជាងគេតំណែងមេប៉ាគឺប្រកាសជាលោកមេប៉ាជួលើដំណើរខ្ញុំពេកហើយខ្ញុំមិនហ៊ានទទួលនោះទេសិស្សច្បងធានមិន
អញ្ចឹងការជួបជុំនៅភ្នំថៃសាលើកពូលភ្នំអ៊ីហ៊ុនប្រកួតវិជាគុណដណ្ដើមតំណែងមេប៉ា10ឆ្នាំម្ដងលោកយានៅប្រកួតវិជាគុណស្អីទៀតអមិញមានតែលោកមេប៉ាជួដែលអាចវាយស្មោះជាមួយនឹងយិនអ៊ូស៊ីងបានម្យ៉ាងទៀតមេប៉ាសម្ព័ន្ធរបស់ប៉ាភ្នំទាំង5អាណត្តិមុនគឺលោកគ្រូរបស់លោកមេប៉ាជួលើនេះទោះជាប្រកួតវិជាគុណទៀតក៏នៅតែលោកមេប៉ាជួឈ្នះដែរម្យ៉ាងទៀតប៉ាបិសាចបោះពាក្យថាមួយខែក្រោយចង់ប្រកួតជាមួយនឹងប៉ាទាំង5របស់យើងកិច្ចការធំនៅចំពោះមុខត្រូវតែធ្វើលោកមេប៉ាជួកុំបដិសេធទៀតអីម្យ៉ាងទៀតនេះគឺមិនមែនតំណែងអ្វីទេភារកិច្ចគឺធ្ងន់ធ្ងរខ្លាំងណាស់លោកមេប៉ាជួគឺមិនចង់ទទួលខុសត្រូវមែនទេលោកយាលោកថាទៅមើលតាមមែនដែរទេសិស្សច្បងធីនមិននិយាយនេះគឺត្រឹមត្រូវហើយសិស្សច្បងជួស្របតាមវាសនាទេចុះខ្ញុំក៏យល់ថាលោកមេប៉ាជូនៅក្នុងចំណោមប៉ាភ្នំទាំង5យើងគឺជាមនុស្សដែលមានវិជ្ជាគុណនិងបញ្ញាខ្លាំងពូកែជាងគេប៉ាហឺសានខ្ញុំមិនចំទាស់ទេអ្នកមោតាសាអរគុណអ្នកទាំងអស់គ្នាដែលមិនប្រកាន់អញ្ចឹងខ្ញុំក៏មិនបដិសេធដែរប៉ាភ្នំទាំង5យើងគឺពិតមែនតែបែងចែកអាចារ្យហើយនឹងដូនជាប៉ុន្តែចិត្តការពារយុទ្ធធម៌ដូចគ្នាដដែលប៉ាភ្នំទាំង5យើងកំចាត់សត្រូវរួមសាមគ្គីគ្នាទប់ទល់នឹងសត្រូវខាងក្រៅទៅចុះសាមគ្គីគ្នាទប់ទល់នឹងខាងក្រៅសាមគ្គីគ្នាទប់ទល់នឹងសត្រូវខាងក្រៅសាមគ្គីគ្នាទប់ទល់នឹងសត្រូវខាងក្រៅសូមអបអរលោកមេប៉ាបានឡើងកាន់តំណែងមេប៉ាសម្ព័ន្ធភ្នំទាំង5ពួកគេឲ្យខ្ញុំជ្រើសរើសធ្វើជាមេប៉ាសម្ព័ន្ធមកពីយល់ថាខ្ញុំឲ្យប្រយុទ្ធទប់ទល់ជាមួយនឹងយិនអ៊ូស៊ីងបានប៉ុន្តែថ្ងៃនេះលោកនិងយិនអ៊ូស៊ីងមានសមត្ថភាពស្មើគ្នាពួកយើងមានភ្នែកមើលទាំងអស់គ្នាគ្រាន់តែសំណាងល្អតែប៉ុណ្ណោះទេអមិញអាមេសាយិនអ៊ូស៊ីងនេះការពិតគឺអាចសម្លាប់ខ្ញុំបានប៉ុន្តែហេតុអីបានជាវាឈប់ប្រយុទ្ធយ៉ាងចឹងពិតជាធ្វើឲ្យខ្ញុំគិតមិនយល់តទៅសោះបានន័យថាកម្លាំងធាតុរបស់លោកមេប៉ាខ្លាំងប្រកែយុទ្ធសាស្ត្រស្រូបបិសាចរបស់យិនអ៊ូស៊ីងអត់មានប្រសិទ្ធភាពមិននឹងអាចថាសំណាងល្អទៅចុះយុទ្ធសាស្ត្រស្រូបផ្កាយរបស់យិនអ៊ូស៊ីងមានអានុភាពខ្លាំងក្លាសម្បើមណាស់ឲ្យតែគេបញ្ចេញមួយសន្ទុះទៀតកម្លាំងធាតុរបស់ខ្ញុំគឺត្រូវបាត់បង់អស់ទៅហើយទោះបីជាមិនស្លាប់ក៏ខ្លាយទៅជាមនុស្សពិការដែរមិនបានជាគេធ្វើឲ្យខកខានឱកាសល្អយ៉ាងនេះនៅក្នុងរឿងនេះប្រកាសជាមានបញ្ហាស្អីហើយណាហើយចុះឈប់គិតហើយការសំខាន់គឺត្រូវតែគិតឲ្យស្រួលថាបើសិនជាជួបជាមួយនឹងគេម្ដងទៀតខ្ញុំគួរតែទប់ទល់របៀបម៉េចស្រូបកម្លាំងធាតុគេស្រូបកម្លាំងធាតុបើសិនជាអាចលាក់កម្លាំងធាតុទុកធ្វើឲ្យគេស្រូបយកបានឬមួយក៏ហាត់កម្លាំងធាតុឲ្យខ្លាយទៅជាទ្រង់ទ្រាយមួយផ្សេងទៀតប៉ាភ្នំទាំង5ទាំងអស់មកស្លាប់ដើម្បីអូលោកមេប៉ាកាត់ចិត្តខ្លះទៅត្រូវទុកសុខភាពជាសំខាន់បើតាមគំនិតរបស់ខ្ញុំរបួសខាងក្នុងរបស់លោកមេប៉ាគឺពិតជាមិនមែនធ្ងន់ធ្ងរទេប៉ុន្តែគឺមានគ្រោះថ្នាក់យ៉ាងខ្លាំងទៅវិញនៅក្នុងខ្លួនរបស់លោកមេប៉ាគឺផ្គុំទៅដោយកម្លាំងធាតុរបស់អ្នកខ្លាំងរាប់សិបនាក់ប៉ុន្តែគឺជាកម្លាំងធាតុដែលស្រូបពីគេមកទីបំផុតនៅតែមិនមែនជារបស់ខ្លួនឯងបើសិនជានៅពេលធម្មតាលោកមេប៉ាប្រើកម្លាំងធាតុផ្ដេសផ្ដាស់មកបង្ក្រាបវានោះដល់ពេលដែលជួបជើងខ្លាំងប្រយុទ្ធគ្នាពេលដែលចំណាយកម្លាំងធាតុដែលយើងត្រូវសង្កត់នេះប្រកាសជាតបតមកយើងវិញបើមិនប៉ះបើទាន់ពេលទេខ្លាចថ្ងៃណាមួយនិយាយទៅខ្ញុំខ្លាចលោកមេប៉ាបង្ក្រាបកម្លាំងធាតុទាំងនេះមិនបាន
បណ្ដាលឲ្យដាច់សរសៃជីបចរនាំឲ្យភ្លើងឆេះភេងអ៊ីជើអញ្ចឹងឲ្យមានមធ្យោបាយអ្វីអាចជួយសម្រួលនឹងព្យាបាលខ្ញុំបានជំងឺរបស់លោកមេប៉ាក់គឺមិនមែនថ្នាំអាចព្យាបាលបាននោះទេមធ្យោបាយក្នុងពេលនេះលោកម្ចាស់មិនអាចហាត់យុទ្ធសិលបាននោះទេហើយក៏មិនអាចប្រើយុទ្ធសិលបានទៀតនោះដែរចាំដល់ថ្ងៃក្រោយកម្លាំងធានស្រូបពីគេនោះកំចាត់ចោលទាំងអស់ហើយចាំសម្រួលដង្ហើមឡើងវិញនោះទើបជាវិធីអាចព្យាបាលជាតិដាច់ខ្ញុំមិនជឿថាកម្លាំងខាងក្រៅទាំងនោះឲ្យបង្ក្រាបកម្លាំងធានរបស់ខ្ញុំបាននោះទេប្រើកម្លាំងធាតុផ្ដេសផ្ដាសសង្កត់វាបង្ក្រាបវាប្រកាសជាកាត់ឡើងជាកម្លាំងប្រឆាំងហើយផលអាក្រក់ច្រើនណាស់សំលោកមេប៉ាក់គិតឲ្យបានច្បាស់លាស់បន្តិចហេងអ៊ីងជើរឿងនេះមិនអាចផ្សព្វផ្សាយចេញទៅខាងក្រៅទេអ្នកធ្វើអបាយការគឺប្រហារជីវិតបាទទទួលបញ្ជាខ្ញុំនឹងឆាកចេញទៅឥឡូវនេះភ្លាមដកខ្លួនចេញពីពិភពគុណការពារអាចកំបាំងនេះបើលោកមេប៉ាក់មិនហៅខ្ញុំមកទេខ្ញុំក៏មិនឈានជើងចូលមកដែរទៅជើលោកមេប៉ាលើកនេះស្រូបកម្លាំងធាតុគឺប៉ះពាល់ដល់កម្លាំងធាតុខ្លួនឯងបូករួមជាមួយនឹងរឿងពិបាកហួសហេតុពេកនោះថ្ងៃក្រោយគឺមិនអាចប្រើកម្លាំងធាតុបានទៀតនោះទេរីឯជាចរសំខាន់ជាច្រើនទៀតនៅផ្នែកខួរក្បាលគឺកាន់តែប៉ះពាល់មិនបានទៀតហើយទៅជើសំលោកមេប៉ាក់ថែខ្លួនផងសុំគ្រប់លោកមេប៉ាដងហ្វាងពូប៉ៃលោកមកធ្វើស្អីខ្ញុំសើបដឹងថាអ្នកនាងនៅកន្លែងណាហើយខ្ញុំបានតែប្រយុទ្ធជាមួយប៉ាក់ភ្នំទាំង5សំណាងល្អមិនធ្វើឲ្យលោកមេប៉ាក់អស់សង្ឃឹមខ្ញុំបាននាំអ្នកនាងត្រឡប់មកភ្នំឈើខ្មៅវិញដោយសុវត្ថិភាពហើយអ៊ីងកូនស្រីខ្ញុំយ៉ាងម៉េចហើយពេលខ្ញុំជួយសង្គ្រោះអ្នកនាងបានគឺខ្លាចជាអញ្ចឹងហើយខ្ញុំបានបញ្ចូលកម្លាំងធាតុឲ្យនាងប្រមាណលើកហើយតែនៅតែអត់មានប្រសិទ្ធភាពពិតជាអត់បានការមែនអ៊ីងកុំខ្លាចពុកនៅកន្លែងនេះអ៊ីងមេប៉ាឈួតហើយលោកមេប៉ាឈួតហើយឲ្យចាប់ឡើងលោកមេប៉ាយ៉ាងម៉េចហ្នឹងខ្ញុំមិនដឹងទេក្រោយពេលលោកមេប៉ាក់មកវិញគឺខ្លាចជាអញ្ចឹងហើយគឺរឿងលោកស្រីចាច់ឋានបាយប្រហារដល់គាត់ខ្លាំងពេកទៅដឹងលោកមេប៉ាក់បានសម្លាប់លោកព្រឹទ្ធាចារ្យឈីហើយនិងលោកព្រឹទ្ធាចារ្យអ៊ូហើយយើងត្រូវទៅរកមធ្យោបាយបង្ក្រាបលោកមេប៉ាក់បើមិនចឹងទេប្រកាសជាវិវត្តជាមិនខានលោកមេប៉ាក់ប៉ិតមិនតែស្មារតីមិនស្វាងប៉ុន្តែវិជាគុណនៅតែខ្លាំងពូកែចង់តែចិត្តគាត់គឺពិបាកណាស់ប៉ិតមិនតែខ្ញុំអត់មានសមត្ថភាព
តែខ្ញុំក៏មិនចង់ឃើញសូរិយាចន្ទគ្រាសម្រាប់គ្នាឯងដែរតាមខ្ញុំយល់ទុកឲ្យខ្ញុំទៅទប់ទល់ជាមួយគាត់លោកអង្គរៈឆ្វេងអង្គរៈស្ដាំចាំជួយខ្ញុំទៅបើសិនជាខ្ញុំគ្មានសំណាងត្រូវស្លាប់ក្រោមដៃលោកមេប៉ាបសូរិយាចន្ទគ្រានេះគឺប្រគល់ឲ្យពួកលោកហើយលោកមេប៉ាចិត្តរបស់លោកមេប៉ាត្រូវគេពង្រួមភ្លាមគឺមិនងាយជាទេខ្ញុំឲ្យយោបល់នាំគាត់ទៅកន្លែងផ្សេងវិញជាបាសិនទៅចាំពេលគាត់ជាសះស្បើយហើយចាំត្រឡប់មកគ្រប់គ្រងប៉ាវិញទាំងអស់គ្នាយល់យ៉ាងម៉េចដែរត្រូវហើយបើយើងមិនអាចអត់មេប៉ាបាននោះទេលោកមេប៉ារងតុងហ្វាំងបានប្រើប្រាជ្ញាប្រើកម្លាំងជួយពួកយើងតំណែងមេប៉ាបានមិនឲ្យមេប៉ាតុងហ្វាំងធ្វើទេតើបដូរទៅឲ្យនរណាដែលអ្នកទាំងអស់គ្នាគ្រប់នោះជប់សិនរឿងស្នងតំណែងមេប៉ាត្រូវតែពិភាក្សាបានស្រួលសិនហើយម្យ៉ាងទៀតលោកមេប៉ាឈួតមានចំណុចសង្ស័យច្រើនមានទៅតាមដានបានម៉ត់ចត់សិនទៅលោកមេប៉ាតុងហ្វាំងការពិតគឺជាអ្នកស្នងតំណែងលោកមេប៉ាអត្តកូឡនោះឃោសនាអកុសលត្រូវខ្ញុំសម្រាប់ចោលហើយនៅមាននរណាដែលមិនសុខចិត្តទៀតបាសូរិយាចន្ទ្រាជោគជ័យជានិច្ចមេប៉ាតុងហ្វាំងចេះទាំងអសរចេះទាំងវិជាគុណថិតថេរអមតៈគ្រប់គ្រងពិភព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 គុណអង្គរៈឆ្វេងតើរឿងនេះលោកយល់យ៉ាងណាដែរបើមើលតាមខាងក្រៅលោកមេប៉ាស្រាប់តែមានជំងឺឆ្កួតជាតិតុងហ្វាំងពូប៉ៃបានជួយអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំមានអារម្មណ៍ថាក្នុងរឿងនេះដូចជាមានរឿងមិនស្រួលហើយរីឯថងប៉ៃសុងនិងពួកអ្នកបាញ់ព្រួញជាក់ស្ដែងណាស់គឺតុងហ្វាំងជាអ្នកបញ្ជាខ្ញុំក៏ឯកភាពនឹងទស្សនៈរបស់អង្គរៈឆ្វេងដែរប៉ុន្តែពួកយើងអត់មានផតាំងម្យ៉ាងទៀតថ្ងៃស្អែកតុងហ្វាំងប៉ៃចូលទៅកាន់តំណែងនៅដំណាក់ឈីងទៅហើយដើរមួយជំហានគិតមួយជំហានទៅរៀបចំលោកម្ចាស់មេប៉ាយ៉ាងម៉េចទៅបានបញ្ជូនទៅទាំងយប់ហើយប៉ុន្តែយើងមិនដឹងថាត្រូវបញ្ជូនទៅកន្លែងណានោះទេសង្ឃឹមថាលើកនេះតុងហ្វាំងពូប៉ៃកុំធ្វើដាច់អហង្ការពេកបើជាភ្នំមួយមិនអាចមានខ្លាពីរមែនតុងហ្វាំងពូប៉ៃថ្មីនេះអូទាញទឹកចិត្តគេម្ដងម្ដាលកងទ័ពស្ម័គ្រស្លាប់សិទ្ធិអំណាចនៅក្នុងបកគឺបានធ្លាក់ចូលដៃរបស់គេទៅហើយលើកនេះចំពោះគេគឺជាឱកាសដ៏ល្អបំផុតគេមិននឹងព្រមឈប់ត្រឹមនឹងទៅនៅក្បែរគេសុទ្ធតែទ័ពពូកែទាំងអស់ដែលគេបញ្ជាដល់ផ្ទាល់អញ្ចឹងគិតយ៉ាងម៉េចយើងមិនអាចឈរអោបដៃមើលលោកមេប៉ាស្លាប់នោះទេមិនបានទេរឿងដល់ថ្នាក់នេះទៅហើយគឺប្រកាសជាស្នងតំណែងយើងត្រូវតែរកមធ្យោបាយការពារខ្លួនជាមុនពេលចប់កិច្ចការរបស់យើងហើយរកលេសចុះពីភ្នំត្រូវតែរកឲ្យឃើញលោកមេប៉ាចិនឥឡូវចេះចុះខ្ញុំទៅចាត់ចែងការងាររបស់ខ្ញុំអញ្ចឹងរំខានដល់អង្គរៈឆ្វេងហើយដូនតាគ្រប់ចំនួនជាទីគោរពខ្ញុំឈ្មោះថាឈីយ៉ាងសូមបួងសួងអស់លោកឲ្យជួយថែរក្សាលោកមេប៉ានិងប៉ាសូរិយាចន្ទ្រាផងអ្នកនាងមិនបានជាអ្នកនាងនៅកន្លែងនេះលោកពូឈីគឺលោកពូតាំងហ្វាំងសម្រាប់ពុកខ្ញុំគ្រាន់តែដឹងខ្លួនភ្លាមក៏មកឃើញគាត់ចាត់ការពីក្រៅក្នុងពុកខ្ញុំហើយអ្នកនាងរឿងនេះមិនអាចនិយាយផ្ដេសផ្ដាស់បាននោះទេខ្ញុំអត់មាននិយាយផ្ដេសផ្ដាស់ទេខ្ញុំពិតជាឃើញមែនអ្នកនាងត្រូវចាំទោះជាមើលមិនឃើញក៏ដោយក៏ចាត់ទុកថាមើលឃើញដែរតែនេះមិនអាចធ្លាប់លើពាក្យមួយម៉ាត់ទេនៅក្រោមរបបផ្ទះគេគឺត្រូវតែអោនក្បាលនៅមានទៀតទោះជាយ៉ាងណាក៏ដោយក៏នាងត្រូវតែចាំថារក្សាព្រៃបានគង់វង្សមិនខ្លាចគ្មានអូដុលនោះទេយល់ទេ